ក្បត់ជាតិគាត់ចោទលោកសំរងស៊ីក្បត់ជាតិហ្នឹងបើសិនជាគិតពីទោសលោកសំរងស៊ីហ្នឹងជាប់គុកពី3ជាទៀតកើតមកជាប់ម្ដងទៀតអត់ទាន់រួចផងនឹងប៉ុណ្ណឹងថាជាប់ប្រហែល100 ឆ្នាំហើយអ្នកនាំពាក្យផលរដ្ឋាភិបាលឬក៏អ្នកឃោសនិកផលរដ្ឋាភិបាលផលគណៈបព្វជិជនហ្នឹងចោទមិនត្រឹមតែលោកសំរងស៊ីនេះចោទដល់កូនដល់តាដល់ឪក្បត់ជាតិ3ចំនួនហើយសូម្បីតែលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ទ្រាប់ផ្លើពាក្យហ្នឹងដែរសំណើគេហៅវោហាសាសនយោបាយបែបហ្នឹងដែរសម្រាប់ខ្ញុំមើលទៅបើយើងមើលប្រវត្តិនយោបាយកម្ពុជាយើងមើលចេះយើងមើលសម័យសង្គមរាស្ត្រនិយមដែលមានចោតបញ្ញវន្តជាក្បត់ជាតិណាព្យាយាមកម្ចាត់អ្នកដែលមានមតិផ្ទុយពីសង្គមរាស្ត្រនិយមយើងឃើញថាសួរថាបាត់បញ្ញវន្តសេរីដែលព្យាយាមធ្វើម៉េចឲ្យមានការផ្លាស់ប្ដូរទេអត់បាត់ទេរហូតដល់ពេលនេះមានកម្លាំងឱកាសមកដល់អាមេរិកកាំងជួយពេលនោះរ៉េតកេងផ្ដល់ជំនួយក៏មានកម្លាំងគ្រប់គ្រាន់នៅក្នុងការធ្វើរដ្ឋប្រហារទម្លាក់ព្រះឧត្តមសីហនុហើយនៅពេលដែលអស់ជំនួយក៏ខ្មែរក្រហមចូលស្លាប់បន្តគ្នាចឹងទៅចឹងហើយខ្ញុំមកដល់ពេលនេះនៅពេលដែលខ្ញុំឮពាក្យក្បត់ជាតិម្ដងណានិយាយចំណុចត្រង់នេះខាងក្រមគណៈបព្វប្រឆាំងហ្នឹងក៏ចោទទៅរដ្ឋាភិបាលរងថ្ងៃហ្នឹងក្បត់ជាតិដែរណាអាហ្នឹងយើងនិយាយឲ្យវាយុត្តិធម៌ទាំងអស់គ្នាណាកុំនិយាយចឹងថាពួកគណៈបព្វប្រឆាំងបានគេចោទក្បត់ជាតិហ្នឹងខ្លួនឯងសម្ដែងខ្លួនឯងគិតថាខ្លួនឯងជាជនរងគ្រោះយើងហ្នឹងក៏ចោទរដ្ឋាភិបាលជារដ្ឋាភិបាលក្បត់ជាតិដែរអញ្ចឹងហើយសួរទៅនៅពេលដែលយើងនិយាយអ្នកនយោបាយបើយើងនិយាយបច្ចុប្បន្នថាអ្នកនយោបាយទាំងសងខាងចោទគ្នាក្បត់ជាតិហ្នឹងយើងរកកន្លែងរួបរวมគ្នាមិនទាំងរដ្ឋាភិបាលក៏ដោយទាំងគណៈបព្វប្រឆាំងក៏ដោយហើយបើយើងពិនិត្យមើលឲ្យច្បាស់ទៅអានេះខ្ញុំនិយាយបែកខាងរដ្ឋាភិបាលទេណានៅក្នុងកៅភ្នែកនៅក្នុងអារម្មណ៍របស់គណៈបកកណ្ដាលអំណាចរបស់រដ្ឋាភិបាលណាខ្ញុំអត់និយាយរួមមន្ត្រីរាជការណាខ្ញុំនិយាយពីគូបដិបកគូប្រកួតប្រជែងគណៈបកកណ្ដាលអំណាចជាមួយនឹងគណៈបកប្រឆាំងនៅក្នុងកៅភ្នែកនៅក្នុងអារម្មណ៍របស់គណៈបកកណ្ដាលអំណាចថាពួកប្រឆាំងជាពួកបត់ជាតិអ្នករងគ្រោះក៏មានលោកកឹមសុខាមួយហើយជាផុសតាំងស្រេចក៏ប៉ុន្តែមិនមែនមានន័យថានៅក្នុងកៅភ្នែកនៅក្នុងអារម្មណ៍របស់ពលរដ្ឋពួកប្រឆាំងជាពិសេសលោកសំរងស៊ីជាជនក្បត់ជាតិទេណាអាហ្នឹងយើងបែងចែកឲ្យច្បាស់កន្លែងហ្នឹងយើងបែងចែកឲ្យដាច់កន្លែងហ្នឹងហើយរដ្ឋាភិបាលអ្នកនយោបាយទាំងប្រឆាំងទាំងមិនប្រឆាំងហ្នឹងក៏ត្រូវពិចារណាដែរបើសិនជាក្នុងករណីក្នុងភ្នែករបស់ពលរដ្ឋលោកសំរងស៊ីជាជនក្បត់ជាតិណាខ្ញុំថារដ្ឋាភិបាលបច្ចុប្បន្នឬក៏រដ្ឋាភិបាលអាណត្តិមុនมันពិបាកទេព្រោះខ្ញុំជឿថាបើពលរដ្ឋគិតថាអ្នកណាមួយក្បត់ជាតិហើយគាត់ជាអ្នកកាត់សេចក្តីឯងព្រោះនៅក្នុងប្រទេសប្រជាធិបតេយ្យពលរដ្ឋមានសិទ្ធិក្នុងការកាត់សេចក្តីបញ្ចប់ជីវិតនយោបាយជនក្បត់ជាតិណាហើយបានយើងមិនអនុញ្ញាតឲ្យលោកសំរងស៊ីចូលស្រុកចូលរួមការបោះឆ្នោតប្រគល់ប្រជែងនៅត្រឹមត្រូវទៅតែឥឡូវនេះអ្វីដែលកើតរឿងតាក់ទងទៅនឹងពាក្យថាក្បត់ជាតិអីត្រឡប់មកវិញហ្នឹងគឺដោយសារតែបទវិភាគរបស់ខ្ញុំខ្លះដែលអាចថាជាការធ្វើឲ្យពាក្យនឹងត្រឡប់មកវិញដោយសារមានប្រតិកម្មពីអតីតនាយករដ្ឋមន្ត្រីជាដើមឡើងហ្នឹងគឺការដែលខ្ញុំវិភាគជាសេណារីយ៉ូទេថាបើសិនជាក្នុងករណីលោកសំរងស៊ីចូលស្រុកថៃពេលនេះហ្នឹងគឺថៃនឹងបើកទ្វារស្វាគមន៍ហើយព្រោះគេដឹងថាលោកសំរងស៊ីហ្នឹងជាគូប្រកួតប្រជែងជាសត្រូវនយោបាយជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអំឡុងពេលដែលថៃនឹងកំពុងតែចាញ់ប្រៀបកម្ពុជាប៉ុន្តែវាអាស្រ័យលើសំរងស៊ីទេវាមិនមែនអាស្រ័យទៅលើការវិភាគរបស់ខ្ញុំទេមកដល់ពេលនេះលោកសំរងស៊ីអត់ទាន់ឃើញបង្ហាញពីសញ្ញាណថាខ្លួននឹងចង់ចូលមកស្រុកថៃឬក៏មិនចង់ចូលឬក៏ចូលកម្ពុជាមិនចូលគាត់អត់មានផ្ដល់សញ្ញាណអីទេឃើញវាយប្រហារទៅតាមបណ្ដាញសង្គមរបស់គាត់ហ្នឹងឯងប៉ុន្តែមិនទាន់ឃើញមានផ្ដល់សញ្ញាណថាអូយមកលេងជាអ្នកទេសចរមកស្រុកថៃឬក៏ចុះមកសួរសុខទុក្ខពលករអីក្នុងអំឡុងពេលដែលថៃកម្ពុជាមានចំនួនអីក្នុងនាមជាអ្នកនយោបាយអត់ទាន់ឃើញមានសញ្ញាណណាទាំងអស់ឬក៏ថាមិនមកចូលថៃក៏លោកសំរងស៊ីក៏វាយមកដល់អាស៊ីណាមកសិង្ហបុរីមកម៉ាឡេអីចឹងមកក្នុងនាមជាអ្នកទេសចរក៏មិនទាន់ឃើញសញ្ញាណដែរក៏ប៉ុន្តែគ្រាន់តែថាឃើញមានប្រតិកម្មហ្នឹងថាបើមកចូលតាមថៃមកគឺB21 ប្រហែល30-40កញ្ច្រៃអញ្ចឹងទៅចឹងហើយគ្រាន់តែថានេះជាក្រៅតែពីរឿងវិវាទរវាងថៃនិងខ្មែរហ្នឹងយើងឃើញមានផ្ទៃក្នុងយើងហ្នឹងក៏ចាប់ផ្ដើមកក្រើកឡើងវិញប៉ុន្តែអ្វីដែលជាចំណុចវិជ្ជមានមួយទៀតដែលខ្ញុំចាប់អារម្មណ៍ដែរហ្នឹងក៏ឃើញមានពាក្យរួបរวมជាតិដែរបង្រួមជាធ្លុងមួយហើយមុននេះប្រហែលជា1ម៉ោងជាងហ្នឹងក៏ឃើញเพจរបស់ប្រធានព្រឹទ្ធសភាเพจមួយឈ្មោះថាសម្ដេច
ហ៊ុនសែនកម្ពុជាហ្នឹងក៏សរសេរថាសូមឲ្យពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយនៅក្នុងការទប់ស្កាត់ការឈ្លានពានរបស់ចៅថៃចៅឈ្លានពានថៃក៏ឃើញមានពាក្យរួបរวมហ្នឹងដែរក៏ប៉ុន្តែគ្រាន់តែក៏មានការបកស្រាយដែរថារួបរวมតែពួកដែលណាជាអ្នកមានអ្នកនយោបាយមាននិន្នាការផ្សេងនៅក្នុងស្រុកហើយកំចាត់ណាសាររបស់អតីតនាយករដ្ឋមន្ត្រីក្នុងកម្មវិធីខួប74ឆ្នាំនៃគណៈបព្វជិជនហ្នឹងក៏លើកឡើងដែរថាកំចាត់ពួកជ្រុលនិយមក្រៅច្បាប់អីជាដើមអញ្ចឹងហើយវាអត់មានសញ្ញាណណាមួយដែលឃើញថាមាត់ហ្នឹងវាបង្រួមប៉ុន្តែករណីជាក់ស្ដែងវាអត់ឃើញមានប៉ុន្តែខ្ញុំគិតថាវាជាពេលវេលាមួយដែលយើងគួរតែជជែកគ្នារឿងហ្នឹងឡើងវិញដែរខ្ញុំគិតថាក្នុងកលៈទេសៈនេះអាចជាសំណើរបស់ខ្ញុំថាបើយើងនិយាយអំពីយុទ្ធសាស្ត្រយើងនិយាយអំពីទេពកោសល្យនៅក្នុងការធ្វើនយោបាយខ្ញុំទទួលស្គាល់ទេពកោសល្យរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនប្រធានព្រឹទ្ធសភាបច្ចុប្បន្នមានស្នាដៃមួយចំនួនធំនៅក្នុងការដឹកនាំជាតិចុងក្រោយជាពិសេសការបង្រួមការធ្វើសមាហរណកម្មបង្រួមជាតិនិងបង្រួមទឹកដីជាមួយនឹងខ្មែរក្រហមណាដោយប្រើយុទ្ធសាស្ត្រឈ្នះអីជាដើមឡើងប៉ុន្តែឥឡូវនេះហេតុអីបានជាខ្ញុំលើករឿងនេះឡើងខ្ញុំគិតថាវាគួរតែដល់ពេលវេលាមួយដែលលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនប្រើយុទ្ធសាស្ត្រអីក៏ដោយខ្ញុំថាយុទ្ធសាស្ត្រ IF ដែលធ្លាប់បានប្រើតាំងពីឆ្នាំ2017អីហ្នឹងមករហូតមកដល់បច្ចុប្បន្ននៅក្នុងការធ្វើម៉េចisolate and finish ណាយុទ្ធសាស្ត្រ IF ដែលធ្លាប់ប្រើហ្នឹងគឺខ្ញុំគិតថាដល់ពេលវេលាដែលគួរដកយុទ្ធសាស្ត្រហ្នឹងចេញហើយប្រើប្រាស់យុទ្ធសាស្ត្រឈ្នះឬក៏បង្កើតនូវវប្បធម៌សន្តានាឡើងវិញអានេះជាសំណូមពរក្នុងនាមជាអ្នកជាកូនខ្មែរម្នាក់ក៏ជាអ្នកដែលតាមដានកិច្ចការងារនយោបាយព្រោះនៅពេលដែលខ្ញុំឮពាក្យថាក្បត់ជាតិនេះខ្ញុំជានឹកឃើញកងប្រវត្តិសាស្ត្របារម្ភកន្លែងលោកកងប្រវត្តិសាស្ត្រវាវិលមកចំណុចចុងក្រោយយើងឃើញហើយក្រោយទៅពីបើយើងបើកមុខកញ្ចក់ត្រឡប់ទៅក្រោយបន្តិចពីរឿងសម័យសង្គមមាននិយមនៅក្នុងប្រវត្តិសាស្ត្រកាលពីសម័យសង្គមមាននិយមគ្មានអ្នកណាសម័យថាមានអ្នកដែលអាចផ្ដួលរំលំរបបរាជានិយមបានទេគ្មានអ្នកណាអាចផ្ដួលរំលំរបបសង្គមរាស្ត្រនិយមបានទេព្រោះសម្ដេចព្រះនរោត្តមសីហនុពេលនោះលោកមានស្នាដៃធំណាស់ក៏ប៉ុន្តែនៅពេលដែលចុងសម័យសង្គមរាស្ត្រនិយមហ្នឹងអំពើពុករលួយកើតឡើងខ្លាំងការបំពេញទៅលើដណ្ដើមយកដីពីពលរដ្ឋអីជាដើមឡើងហ្នឹងកើតឡើងខ្លាំងណាទឹកចិត្តរាជចាប់ផ្ដើមអស់សង្ឃឹមចាប់ផ្ដើមខឹងនឹងសម្ដេចព្រះនរោត្តមសីហនុហើយទន្ទឹមនោះសម្ដេចព្រះនរោត្តមសីហនុចាប់ផ្ដើមចូលទៅច្រៀងអីចឹងទៅបង្កើតទៅលេងសិល្បៈលេងអីជាដើមឡើងដើម្បីដោះស្រាយបញ្ហាណារហូតដល់មានពាក្យមួយដែលលោកប្រើថាស្អីច្រៀងបំពេខ្លានោះច្រៀងបំពេមហាអំណាចជាដើមអាហ្នឹងបងប្អូនអ្នកសិក្សាពីប្រវត្តិសាស្ត្រហ្នឹងអាចមានភាពស៊ីជម្រៅជាងខ្ញុំក៏ប៉ុន្តែខ្ញុំនិយាយត្រួសនៅក្នុងនេះគឺនៅពេលដែលពីចំនួនមួយចោតគ្នាថាជាជនក្បត់ជាតិហើយបើចោតទៅវាបាត់កម្លាំងដែលមានមតិផ្ទុយទៅមិនណាវាអត់មានឥឡូវហ្នឹងដូចគ្នាដែរសួរថាចោតលោកកឹមសុខាឥឡូវលោកកឹមសុខាជាប់ជាជនក្បត់ជាតិលោកសំរងស៊ីក៏ត្រូវមានប្រទេសខ្លួននៅក្រៅប្រទេសហើយក៏ត្រូវបានគេចោទថាជាជនក្បត់ជាតិ3ចំនួនអីជាដើមប៉ុន្តែសំណួរសួរថាចលនាប្រឆាំងឬក៏អ្នកដែលមានមតិផ្ទុយហ្នឹងបាត់ចេញពីកម្ពុជាទេបាត់ចេញពីកម្ពុជាទេកម្លាំងបើយើងនិយាយពីឆ្នាំ2013កម្លាំងដែលមានការគ្រប់គ្រងគណៈបព្វប្រឆាំងចិត្តពាក់កណ្ដាលប្រទេសដែរណានឹងមិនទាន់បូកជាមួយនឹងបញ្ញវន្តដែលសំងំនៅមិនទាន់បញ្ចេញមតិគំនិតយោបល់អីផងពួកគ្នារវល់ពីរឿងជីវភាពអីជាដើមណាអ្នកចេះដឹងមួយចំនួនគេយល់អីខុសអីត្រូវចឹងហើយអ្វីដែលសំខាន់គឺអានេះខ្ញុំនិយាយតែផ្នែកខាងរដ្ឋាភិបាលសិនតែបើសិនជាអាចអានឹងសំណុំពរក្នុងនាមជាកូនខ្មែរម្នាក់ក្នុងនាមជាអ្នកដែលស្រឡាញ់កិច្ចការងារសង្គមនយោបាយហើយមិនចង់ឃើញកម្ពុជាវិលទៅចូលនៅក្នុងកងប្រវត្តិសាស្ត្រដើមខ្ញុំថាការដកមាត្រា440រហូតដល់449នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ2010តែពីរឿងទោសក្បត់ជាតិពីរឿងអីជាដើមឡើងហ្នឹងខ្ញុំគិតថានឹងជួយសម្រួលច្រើនដែរទី1ទី2
វប្បធម៌សន្តានាដែលធ្លាប់ឃើញថាពលរដ្ឋមិនមែនតែខ្ញុំទេអ្នកតាមដានកិច្ចការងារនយោបាយចាស់ទុំនយោបាយក្នុងនោះយើងឃើញលោកបណ្ឌិតឡាវម៉ុងហៃដែលជាចាស់ទុំនយោបាយជាបញ្ញវន្តជើងចាស់ម្នាក់គាត់សម្ដែងការត្រេកអរនៅពេលដែលឃើញអ្នកនយោបាយជាពិសេសលោកសំរងស៊ីជាមួយនឹងលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រើប្រាស់វប្បធម៌សន្តានាក្នុងការជជែកប៉ុន្តែក្រោយមកយើងឃើញមានការបែកបាក់ទៅវិញវប្បធម៌សន្តានានេះកើតឡើងបានរយៈខ្លីហើយមូលហេតុហ្នឹងគឺដោយសារតែម្នាក់ហ្នឹងគឺយកមកអស់ដៃរៀងៗខ្លួនណាមកអស់ដៃរៀងៗខ្លួនខ្ញុំមិនបន្ទោសខាងណាទេក៏ប៉ុន្តែខ្ញុំថាអ្វីដែលសំខាន់ជាចំណុចកលឹះគឺការដកថយម្នាក់មួយជំហានការដកថយម្នាក់មួយជំហានជាពិសេសគឺបើយើងនិយាយពីខាងអ្នកប្រឆាំងវិញអាមាត់ប្រពេកប្រប៉ោយអត់ប្រយោជន៍ហ្នឹងក៏គួរតែបន្ថយណារួបរวมម្ដងទៅផ្សេងរួបរวมទៅម្ដងទៅនេះទៅម្ដងទៅនោះទៅហ្នឹងបន្ថយបានបន្ថយរួបរวมចរចាគ្នាមិនបើយើងជេររហូតអាហ្នឹងបែកខាងប្រឆាំងតែខ្ញុំដឹងថាសំណេរ caption ខ្លីៗហ្នឹងខ្ញុំនិយាយដែរអាហ្នឹងបងប្អូនអ្នកប្រឆាំងខឹងក៏ខឹងទៅព្រោះខ្ញុំអត់មែនជាសមាជិកគណៈបព្វប្រឆាំងអីទេណាដឹងហើយពីកាលពីមានបញ្ហាប្រហែលខែមុនហ្នឹងគឺខ្ញុំនឹងត្រូវបានបដិសេធមិនឲ្យចូលរួមជាមួយនឹងចលនាប្រឆាំងទេប៉ុន្តែខ្ញុំនៅតែស្រឡាញ់ប្រជាធិបតេយ្យនៅតែស្រឡាញ់នយោបាយចង់ឃើញកម្ពុជាមានភាពថ្លៃថ្នូរណារស់នៅជាប្រជាជាតិមួយដែលមានសេចក្តីថ្លៃថ្នូរហើយតើមានការរួបរวมហ្នឹងឯងអ្នកនយោបាយដែលមានទ្រព្យនយោបាយធំទាំងពីរប៉ុន្តែឃើញឥឡូវនេះ Facebook គេហៅការធ្វើនយោបាយអនឡាញហ្នឹងក៏មានឥទ្ធិពលដែរណាក៏មានឥទ្ធិពលដែរអញ្ចឹងហើយការប្រើប្រាស់សម្លេងនៅលើ Facebook នេះសំខាន់ណាស់ហើយខ្ញុំឃើញ caption ខ្លីៗនៅលើ page លោកប្រធានសំរងស៊ីខ្ញុំមិនដែលគិតថានឹងជាសម្លេងរបស់គាត់ទេប៉ុន្តែបើសម្លេងវែងមានលក្ខណៈបច្ចេកទេសណាគឺតែយើងមើលមកដឹងថាអ្នកនយោបាយជាន់ខ្ពស់ហ្មងអាហ្នឹងខ្ញុំគិតថានឹងសម្លេងរបស់លោកសំរងស៊ីប៉ុន្តែបើសរសេរ caption ខ្លីៗទៅសេពាក្យខ្លីៗប្រឈឺណាម្ដងរួបរวมម្ដងលុបម្ដងអីហ្នឹងអាហ្នឹងគឺអ្នកកាន់ page ហ្នឹងហ្មងហើយអ្នកកាន់ page ហ្នឹងមិនដឹងថាអារម្មណ៍ក្នុងខ្លួនហ្នឹងយ៉ាងម៉េចទេជួនកាលងើបមកមួទៅសេទៅអាហ្នឹងសំខាន់ណាស់បើសិនជាយើងមានឱកាសនៅក្នុងការគ្រប់គ្រង page មេដឹកនាំនយោបាយម្នាក់ឲ្យយើងយកមកសរសេរប្រទេសផ្ដាស់អញ្ចឹងអាហ្នឹងវាធ្វើឲ្យខូចអស់អាយន្តការមួយដែលអាចនឹងមានការបង្រួបនឹងអាចធ្វើឲ្យអ្នកនយោបាយជាន់ខ្ពស់ទាំងពីរនេះអាចជជែកគ្នាបានហើយយើងទៅសរសេរកាត់បចោលអញ្ចឹងហើយយើងគ្រាន់តែជាសកម្មជននយោបាយម្នាក់ដែលទៅសរសេរធ្វើឲ្យវាខូចប្រយោជន៍អស់អាហ្នឹងខ្ញុំមិនដឹងថាថ្នាក់ដឹកនាំគណៈបកប្រឆាំងជាពិសេសអ្នកនៅជុំវិញគ្រប់ស្រឡាញ់លោកប្រធានសំរងស៊ីហ្នឹងគួរពិចារណាឡើងវិញចំណុចហ្នឹងខ្ញុំក៏ជាមនុស្សដែលស្រឡាញ់គោរពស្រឡាញ់លោកសំរងស៊ីខ្ញុំគោរពវីរភាពគាត់ជាអ្នកតស៊ូនៅក្នុងឆាកនយោបាយដែលស្អាតស្អំនៅក្នុងប្រវត្តិសាស្ត្រខ្មែរពិបាករកប៉ុន្តែខ្ញុំឃើញភាពស្លូតរបស់គាត់បានធ្វើឲ្យណានិយាយឲ្យវាអស់ទៅថាឥឡូវនេះគឺលោកប្រធានហ្នឹងហាក់ដូចជាខ្លាយទៅជាចំណាប់ខ្មាំងរបស់ជាពិសេសអ្នកក្រុមអ្នកនយោបាយអត់វិន័យមួយចំនួនណាអាហ្នឹងហើយដែលខ្ញុំអ្វីដែលខ្ញុំស្ដាយខ្ញុំនិយាយនេះមិនមែនស្ដីបន្ទោសទេខឹងសម្បាក៏ខឹងចុះប៉ុន្តែអ្វីដែលខ្ញុំស្ដាយឱកាសនៃការរួបរวมរវាងកម្លាំងទាំងពីរជាពិសេសកម្លាំងប្រឆាំងជាមួយនឹងកម្លាំងរដ្ឋាភិបាលដែលដឹកនាំប្រទេសសប្តាហ៍ថ្ងៃវាជាឱកាសមួយដែលអាចឲ្យពួកគាត់ទាំងពីរហ្នឹងទៅជែកគ្នាបានបោះដៃរគ្នាបានប៉ុន្តែយើងនេះវាទៅសេផ្ដេសផ្ដាស់ឌៀមដាមទៅជេរទៅអីចឹងមិនមែនមើលតែកំហុសរបស់អ្នកកាន់អំណាចបើយើងនិយាយរាល់ថ្ងៃនេះសំណួរសួរថាអ្នកណាក្បត់ជាតិឲ្យពិតប្រាកដគ្មាននរណាឆ្លើយបានទេខាងគណៈបកអំណាចទៅថាខាងបកប្រឆាំងក្បត់ជាតិទៅខាងបកប្រឆាំងថាគណៈបកអំណាចក្បត់ជាតិទៅវារកអ្នកស្រឡាញ់ជាតិស្នេហាជាតិអត់បានអញ្ចឹងហើយវារឿងនយោបាយសុទ្ធដែលយើងអាចដោះស្រាយគ្នាបានវាគ្មានក្បត់ជាតិអីពិតប្រាកដទេប៉ុន្តែបំឡុងពេលដែលអ្នកដឹកនាំអាចមានឱកាសនៅក្នុងការជជែកគ្នាបានហើយណាមួយវ័យគាត់ផងដែលអាចណាជជែកគ្នាទោះបីជាមិនយល់មិនត្រូវគ្នាឲ្យ 100% ក៏ដោយជាសារជាតិអ្នកទាំងពីរខ្ញុំដឹងថាមិនត្រូវគ្នាប៉ុន្តែជាឱកាសមួយដែលអាចជជែកគ្នាឲ្យបង្កើតនៅគេហៅ space political space ជាវេទិកានយោបាយមួយសម្រាប់អ្នកបន្តវេនរបស់គណៈបព្វប្រឆាំងនៅក្នុងការត្រឡប់ទៅកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងតាមសន្តិវិធីណាហើយតិចមកសម័យទៅបង្កើតកងទ័ពតាមព្រំដែននៃវាយផ្ដួលរដ្ឋាភិបាលកុំសង្ឃឹមវាហួសសម័យទៅហើយ
scenario មួយដែលខ្ញុំនិយាយជារឿយៗថាលោកសំរងស៊ីចូលទៅតាមថៃនឹងអាចមានចលនាធ្វើឲ្យកើនឡើងពីកន្លែងមួយទៅកន្លែងមួយដែរយ៉ាងម៉េចអាហ្នឹងគ្រាន់តែជា scenario មួយទេប៉ុន្តែគ្រប់គ្នាចង់ឃើញថាអ្នកនយោបាយចំនួនថ្មីហ្នឹងចូលទៅប្រកួតគ្នាហ្នឹងតាមរយៈការបោះឆ្នោតពលរដ្ឋជាអ្នកសម្រេចចិត្តហើយអ្នកដែលទៅសេក្នុង page លោកប្រធានសំរងស៊ីហ្នឹងសិតគឺអ្នកដែលចង់បន្តវេនដែរទេចង់ទៅប្រកួតប្រជែងជាមួយនឹងក្រុមអ្នកនយោបាយគណៈបព្វជិជនដឹកនាំដោយលោកហ៊ុនម៉ាណែតដែរទេប៉ុន្តែនៅពេលដែលយើងទៅសេប្រេះប្រាស់ហ្នឹងវាខូចនយោបាយផុសថ្នាក់ដឹកនាំអស់អាហ្នឹងយើងកុំបន្ទោសទៅគណៈបកកណ្ដាលអំណាចយើងមើលខ្លួនឯងដែរណាយើងមើលខ្លួនឯងដែរទៅសេបែបរាយមាយប្រេះប្រាស់ហ្នឹងឥឡូវទៅដោះស្រាយមកឥឡូវយើងប្រខូចឲ្យវាមានបញ្ហាអស់គ្រប់គ្នាចង់ឲ្យធ្វើម៉េចឲ្យអ្នកនយោបាយទាំងពីរហ្នឹងអាចមានឱកាសជជែកគ្នាហើយខ្ញុំជឿថាលោកកូនលោកសំរងស៊ីសំសរមជាមួយនឹងហ៊ុនម៉ាណែតនៅមានតំណែងតំណងគ្នាតាធ្លាប់ផ្ញើអ៊ីមែលរបស់យើងកន្លងមកយើងដឹងសិតតែមាន channel មានមធ្យោបាយនៅក្នុងការជជែកគ្នាតាប៉ុន្តែពេលយើងយកអារម្មណ៍ខ្លួនឯងជាសកម្មជនទៅចាក់ចូលក្នុង page មេនិយាយប្រទេសផ្ដាស់ខូចខ្ញុំមើលទៅខូចនយោបាយអស់ខូចនយោបាយអស់ហើយខ្ញុំជាអ្នកដែលជំរុញខ្ញុំអត់មានត្រូវការទេធ្វើម៉េចឲ្យតែបានអ្នកនយោបាយនឹងត្រូវគ្នាមានឱកាសត្រឡប់ទៅកម្ពុជាប្រកួតប្រជែងនៅស្មើមុខស្មើមាត់ឲ្យពលរដ្ឋជាអ្នកកាត់សេចក្តីទៅណាមានសមត្ថភាពណាឈ្នះណាប៉ុន្តែខ្លះក៏ហ្នឹងហើយក៏មានទស្សនៈដែរខ្ញុំឃើញនៅក្នុង comment đây ថាក៏ទៅជឿឲ្យហ៊ុនសែនទៅនឹងហ៊ុនសែនចាប់ដាក់គុកអស់លើប៉ុន្តែសំណួរសួរថាយើងមិនរងធ្វើនយោបាយពីក្រៅប្រទេសនឹងអស់មួយជីវិតឬក៏យ៉ាងម៉េចចុះពលរដ្ឋដែលចិញ្ចឹមចិត្តផ្ដល់ក្តីសង្ឃឹមឲ្យអ្នកនយោបាយក្រៅប្រទេសថ្នាក់ដឹកនាំដែលធ្លាប់ផ្ដល់ក្តីសង្ឃឹមឲ្យគាត់គិតយ៉ាងម៉េចឥឡូវគាត់នៅក្នុងស្រុកអានោះត្រូវសួរដែរណាក្រៅទៅពីរក្សាសុវត្ថិភាពអីខ្លួនឯងណាក្នុងនាមជាអ្នកនយោបាយក៏ត្រូវគិតពីអ្នកគ្រប់គ្រងតើសុខទុក្ខគាត់យ៉ាងម៉េចដែរបើមិនចឹងទេកុំធ្វើនយោបាយហ្នឹងយើងគ្រាន់តែមករកស៊ីមករស់មិនចាំបាច់មកក្រៅប្រទេសទៅអីដូច្នេះហើយសម្រាប់ខ្ញុំត្រឡប់មកវិញទី1គឺការដកថយម្នាក់មួយជំហាននិយាយចឹងខ្ញុំមិនមានសមត្ថភាពទេក្នុងការបដៅអ្នកនយោបាយជើងចាស់ទាំងពីររូបទេប៉ុន្តែគ្រាន់តែជាអ្នកជាកូនខ្មែរម្នាក់ដែលចង់ឃើញថាឲ្យវាមានការរួបរวมពិតប្រាកដកុំឲ្យតែមានតែមាត់ការរួបរวมពិតប្រាកដនេះគឺខ្ញុំមើលទៅអត់មានជំរឿនអីក្រៅតែពីលោកប្រធានសំរងស៊ីជាមួយនឹងលោកប្រធានប្រសិទ្ធិសម្ដេចហ៊ុនសែនហ្នឹងមានឱកាសក្នុងការជជែកគ្នាឡើងវិញទៅជជែកគ្នាមិនត្រូវក៏មិនត្រូវចឹងទៅប៉ុន្តែយ៉ាងហោចណាស់ក៏បានជជែកគ្នាហើយបើយើងប្រើវោហារសាស្ត្រនៅក្នុងបណ្ដាញសង្គមវាយតគ្នាចេះហើយទាំងសងខាងខ្ញុំមើលបើយើងនិយាយពីប្រវត្តិទោះបីប្រើមធ្យោបាយបែបណាក៏ដោយវាអត់បាត់ទេអ្នកប្រឆាំងដូចស្មៅជើងក្រាស់ចឹងអ្នកដែលមាននិន្នាការផ្ទុយដូចស្មៅជើងក្រាស់ភ្លើងឆេះព្រៃមិនក៏នៅតែលាស់ឡើងវិញដែរពេលមានភ្លៀងចឹងហើយវាអាចត្រឡប់ចូលទៅកង់ប្រវត្តិសាស្ត្រសម័យសៀននោះកាលពីសម័យសង្គមរាជនិយមគ្មានអ្នកណាសម័យថានឹងផ្ដួលរបបរាជានិយមបានទេប៉ុន្តែនៅលន់នល់នៅធ្វើរដ្ឋាភិបាលបានចុងបញ្ចប់ខ្មែរធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់ខ្ទេចខ្ទីអស់ស្លាប់មនុស្ស2-3លាននាក់ងាប់បញ្ញវន្តអស់ដូច្នេះហើយខ្ញុំថាអ្វីដែលសំខាន់គឺបើសិនជាអាចទី1គឺណាការពារធ្វើម៉េចកុំឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងកង់ប្រវត្តិសាស្ត្រឡើងវិញណាទៅជន់ដានចាស់ឡើងវិញណាទី2ហ្នឹងការបង្រួបជាធ្លុងមួយឲ្យពិតប្រាកដក៏ប៉ុន្តែត្រូវមានលក្ខខណ្ឌទាំងសងខាងដែរដូចខ្ញុំលើកឡើងអញ្ចឹងថាទី1អ្វីដែលសំខាន់គឺកាត់បន្ថយវោហារសាស្ត្រដែលបង្កើតការឈឺចាប់ហើយនឹងការបន្ទុកចិត្តគ្នាណាគណៈបព្វជិជនចូលចិត្តស្អីគេពួកក្បត់ជាតិ3ចំនួនតន់ដិតក្បត់ជាតិ3ចំនួនហ្នឹងអាហ្នឹងហើយដែលធ្វើឲ្យវាពិបាកក្នុងការជជែកហ្នឹងខាងនិយាយខាងគណៈបកកណ្ដាលអំណាចប៉ុន្តែខាងគណៈបកប្រឆាំងក៏ដូចគ្នាដែរអាវោហារសាស្ត្ររាយមាយធ្វើឲ្យកើតនៅការចំអកលក់លើយប្រឈឺចិត្តជេរបចោហ្នឹងក៏យើងត្រូវបន្ថយដែរហើយក្នុងដំណាក់កាលសំខាន់ដែលជាតិកំពុងតែត្រូវការអ្នកនយោបាយទាំងពីររួបរวมគ្នាបែបនេះអ្នកដែលមានវោហារសាស្ត្រនយោបាយផ្ដេសផ្ដាស់ហ្នឹងបន្ថយទៅសុំវបើមិនអញ្ចឹងទេពួកខ្ញុំជឿថាអ្នកនយោបាយទាំងពីររូបមើល Facebook មើលដូចគ្នាហ្នឹងជួនកាលអាហ្នឹងវាប៉ះពាល់អារម្មណ៍ឈានទៅដល់ការប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអីដែរដូច្នេះហើយសរុបមកវិញខ្ញុំគិតថា
ឥឡូវនេះបើយើងនិយាយពីពាក្យក្បត់ជាតិយើងនិយាយពីរឿងពាក្យក្បត់ជាតិនេះគឺមានគ្រប់ចំនួនបងប្អូនមានគ្រប់ចំនួនហើយចោតគ្នាអញ្ចឹងខ្មែរហ្នឹងគឺចោតសម្លាប់ណាសម័យសេលូចោតបញ្ញវន្តសម្លាប់ព្រៀបអិននេះសិតជាអ្នកចេះដឹងសៅងុយអីជាមនុស្សសុភាពរៀបសារយើងទៅមើលប្រវត្តិគាត់ទៅត្រូវបានគេចងបាញ់ចោលត្រូវបានថតដាក់វីដេអូសម័យស្ដេចសេលូហ្នឹងហើយសួរដល់បត់អីគេបត់ក្បត់ជាតិណាក្បត់ជាតិងัวបញ្ញវន្តមកកកបាញ់ចោលនៅទៅពាំងកលឹងមកដល់សម័យលន់នល់ចោតក្រមសៀនុរាជានិយមនឹងក្បត់ជាតិម្ដងណាបោះភាសាដល់មកដល់សម័យខ្មែរក្រហមទម្លាក់លន់នល់ទៅដាក់ភាសាទៀតអស់អានឹងអស់ធ្ងន់ហ្មងសិតតែក្បត់ជាតិសិតតែចោតក្បត់ជាតិទាំងអស់ហើយស្រួលចោតដែរអ្នកមានអំណាចដៃក្នុងរដ្ឋអ្នកមានអំណាចកាន់អំណាចរដ្ឋកាន់កងទ័ពកាន់អីចឹងទៅចោតឲ្យសម្លាប់បានប្រើប្រាស់យន្តការរដ្ឋក្នុងការសម្លាប់ទៅប៉ុន្តែអ្នកប្រឆាំងក៏ចោតតែក្បត់ជាតិចឹងទៅប៉ុន្តែដោយសារខ្លួនមិនមានអំណាចរដ្ឋចោតជេរចឹងទៅបច្ចុប្បន្នយើងឃើញហើយរដ្ឋាភិបាលចោតចាប់ចោតរត់តាន់អានឹងតាមហ្នឹងទៅហើយខាងបពប្រឆាំងឲ្យចោតជេរចឹងទៅអាក្បត់ជាតិអីចឹងទៅពួយប៉ុន្តែបើសិនជាមើលទៅដូចមិនដឹងថាអ្នកណាស្រឡាញ់ជាតិបើតាមមើលទៅវាចោតគ្នាយ៉ាងនេះចឹងហើយខ្ញុំថាការជជែកគ្នាប៉ុណ្ណេះគ្រាន់តែជាគាត់ជាចំណុចចាប់ផ្ដើមថាយ៉ាងហោចណាស់សូមឲ្យពិចារណាជាពិសេសការឈានទៅដល់ការចរចាមិនអាចប្រើប្រាស់ពាក្យជេរប្រមាថអីឌឺដងទៅជេរដាក់លក្ខខណ្ឌអីច្រើនពេកចូលទៅជែកគ្នាសិនណាចូលទៅជែកគ្នាសិនមើលជាពិសេសខាងគណៈបព្វប្រឆាំងខ្ញុំឃើញបរោះហើយណាសូមឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់បានចរចាគ្នាបានរួបរวมគ្នាបានមើលដកលក្ខខណ្ឌហ្នឹងសិនមើលឲ្យតែបានអង្គុយទៅជែកគ្នាសិនហើយចាំយកលក្ខខណ្ឌហ្នឹងទៅដាក់លើតុវិញកុំដាក់លើ Facebook ទៅខាងរដ្ឋាភិបាលក៏ដូចគ្នាបើសិនជាអាចណាដកអាកំចាត់ពួកក្រមឧទាមជ្រុលនិយមហ្នឹងដកពាក្យហ្នឹងចេញទៅខ្ញុំថាវាអាចឲ្យទៅជែកគ្នាបានហើយប៉ុន្តែថានៅតែពាក្យហ្នឹងទេអាហ្នឹងគឺវាសនារបស់ប្រទេសខ្មែរហ្នឹងគឺអាចនឹងត្រឡប់ចូលជាន់កងប្រវត្តិសាស្ត្រអាចត្រឡប់ចូលជាន់កងប្រវត្តិសាស្ត្រណាគ្មានយើងជឿទៅលើទ្រឹស្ដីគ្មានអីអមតៈណាចឹងហើយខ្ញុំថ្ងៃនេះខ្ញុំគិតថាដោយសារតែពាក្យក្បត់ជាតិហ្នឹងវាត្រឡប់មកវិញហើយអ្នករងគ្រោះដោយសាររឿងក្បត់ជាតិហ្នឹងក៏ជាពិសេសមេដឹកនាំនយោបាយលោកកឹមសុខាទោះបីជាខ្ញុំមិនសូវពេញចិត្តរបៀបធ្វើនយោបាយលោកកឹមសុខាក៏ដោយក៏ប៉ុន្តែខ្ញុំក៏អត់ចង់ឃើញអ្នកនយោបាយជាប់ទោសដោយសារក្បត់ជាតិដែរព្រោះអ្នកជានិស័យជាអ្នកដែលចូលចិត្តនយោបាយចូលចិត្តសង្គមណាគ្មាននរណាចង់ធ្វើនយោបាយដើម្បីខ្លាចជាជនក្បត់ជាតិទេអាហ្នឹងតើអ្នកនឹងឆ្លងកាត់ដូចខ្ញុំដូចអីខ្ញុំក៏មិនមានបទពិសោធន៍នយោបាយអីច្រើនជាអ្នកសិក្សារៀនសូត្រអំពីបញ្ហាសង្គមនយោបាយប៉ុន្តែចិត្តដែលដើរលើផ្លូវនេះណាគ្មាននរណាមានចេតនាទៅបំផ្លាញជាតិទេសិតតែចង់ចូលរួមចំណែកទាំងអស់ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមមានគូប្រកួតប្រជែងនយោបាយគូប្រកួតប្រជែងហ្នឹងអ្នកដាក់ទោសយើងទេគូប្រកួតប្រជែងនេះអ្នកកំណត់ថាយើងនឹងជាជនក្បត់ជាតិដូចព្រៀបអិនដូចសៅងុយអីដែលសម័យសៀនុអញ្ចឹងគាត់ធ្វើស្អីក្បត់ជាតិនឹងទៅបាញ់គាត់ចោលអញ្ចឹងហើយខ្ញុំថាជាធម្មជាតិផងអ្នកនយោបាយគ្មាននរណាចង់ក្បត់ជាតិទេគ្មាននរណាចង់ធ្វើនយោបាយដើម្បីខ្លាចជាជនក្បត់ជាតិទេចង់តែស្នេហាជាតិគ្រប់គ្នាហ្នឹងប៉ុន្តែគ្រាន់តែថាដៃគូចូលទៅហ្នឹងគឺចាប់ផ្ដើមភ័យបាត់បង់អំណាចផងខ្លាចចាញ់នយោបាយចាញ់ស្អីផងអញ្ចឹងទៅក៏រកវិធីផ្សេងទៅដើម្បីកម្ចាត់ដៃគូទៅហើយអាហ្នឹងមិនមែនតែទៅនៅក្នុងសង្គមខ្មែរនៅក្នុងសង្គមណាក៏ដូចគ្នាយើងមើលសង្គមថៃមើលសង្គមថៃរាល់ថ្ងៃហ្នឹងគឺឲ្យតែបន្តបែបហ្នឹងទៀតខ្មែរបំដើរមុខឥឡូវវៀតណាមដើរមុខថៃតាំងពីរឿងសេដ្ឋកិច្ចតាំងពីរឿងសង្គមតាំងពីរឿងអីទាំងអស់ដោយសារវៀតណាមមានសាមគ្គីភាពផ្ទៃក្នុងទោះបីជារបបដឹកនាំតាមបែបកុម្មុយនីសក៏ដោយប៉ុន្តែថៃមើលឲ្យតែនាយករដ្ឋមន្ត្រីចេញពីការបោះឆ្នោតមកគឺយោធាហ្នឹងអត់សប្បាយចិត្តទេព្រោះយោធាវាបាត់បង់អំណាចហើយតែបន្តបែបហ្នឹងគឺថៃអត់យូរទេព្រោះឥឡូវនេះយើងឃើញហើយអ្នករ៉ូស៊ីធំជាពិសេសក្រុមហ៊ុនអន្តរជាតិក្រុមហ៊ុនជប៉ុននេះដើរចេញទៅវៀតណាមអស់ហើយនៅហ្នឹងមោទនភាពថៃនេះលាក់សងប់ហ្នឹងទៅឆ្លោះតែគ្នាហ្នឹងអាហ្នឹង
ឥឡូវចាប់ផ្ដើមអ្នកជិតខាងយើងបង្ហាញច្បាស់ថាការបែកបាក់សូម្បីតែប្រទេសខ្លួនឯងធំប៉ុណ្ណឹងក៏ចាញ់ខ្មែរដែរក៏ចាញ់ខ្មែរដែរដោយសារអីដោយសារការបែកបាក់ផ្ទៃក្នុងហើយបើសិនជាយើងយកមេរៀននឹងយកមកឆ្លុះប្រចាំងហើយយើងអាចរួបរวมគ្នាបានជាមួយនឹងអ្នកនយោបាយជាន់ខ្ពស់ចាស់ទុំខ្ញុំរាប់ថាជាចាស់ទុំនយោបាយព្រោះគាត់70ជាងអស់ហើយបន្សល់ទុកនៅមរតកនៅវេទិកានយោបាយមួយដែលសមស្របទុកឲ្យក្មេងអាចប្រកួតប្រជែងដោយសន្តិវិធីបង្កើតនៅយន្តការបង្កើតនៅប្រព័ន្ធដឹកនាំរដ្ឋមួយដែលមានស្ថិរភាពមិនមែនឲ្យតែដូររដ្ឋាភិបាលម្ដងភ័យមុខភ័យក្រោយពលរដ្ឋហើយក្រុមអ្នកប្រឆាំងហ្នឹងក៏ដូចគ្នាដែរយុវជនមួយចំនួនហ្នឹងក៏អាចបន្ថយវោហារសាស្ត្រនយោបាយក្នុងដំណាក់កាលសំខាន់ដើម្បីជួយធ្វើម៉េចសម្របសម្រួលឲ្យថ្នាក់ដឹកនាំយើងហ្នឹងមានឱកាសជជែកគ្នាខ្ញុំគិតថាក៏ជាការរួមចំណែកដ៏សំខាន់ដែរការរួមចំណែកដ៏សំខាន់ដែរក៏ប៉ុន្តែបើយើងបញ្ចេញអារម្មណ៍ខ្លួនឯងអ្នកខ្លះទៅបញ្ចេញអារម្មណ៍ដាក់ក្នុងเพจមេទៅទៀតខូចនយោបាយអស់ជួនកាលហ្នឹងចាស់ទុំរំទៅជជែកគ្នាហ្នឹងយើងដាក់តែ2 3សារទៅដាក់តែ2 3ផុសទៅអូខាងនោះថាជជែកគ្នាអត់បានទេបើជេរឲ្យរហូតអូខេដូច្នេះខ្ញុំគិតថាជាសំណូមពរទាំងសងខាងខឹងក៏ដោយសប្បាយចិត្តក៏ដោយខ្ញុំអត់មានបញ្ហាទេខ្ញុំអត់មានបញ្ហាខ្ញុំអត់ត្រូវការវិជាប្រយោភាពខ្ញុំអត់ត្រូវការគ្រប់គ្រងការបោះឆ្នោតអីជ្រើសរើសខ្ញុំអីខ្ញុំអត់ត្រូវការទេខ្ញុំត្រូវការតែមួយគត់គឺចង់រួមចំណែកក្នុងនាមជាអ្នកសិក្សាអំពីបញ្ហាសង្គមនយោបាយតាមដានកិច្ចការងារនយោបាយហើយមធ្យោបាយដែលល្អបំផុតគឺការជជែកគ្នាត្រឡប់ទៅកិច្ចចរចាសូម្បីតែទំនាស់ថៃខ្មែរហ្នឹងក៏ដូចគ្នាដែរឃើញតែឆ្លោះគ្នាអញ្ចឹងតិចទៀតនិយាយគ្នាវិញ 100% គ្មានវាយគ្នាទេថៃខាងណាបើកអាវុធមុនគឺខាងនោះចាញ់ភ្លាមនៅក្នុងការធ្វើសង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្នសូម្បីតែអ៊ីស្រាអែលបច្ចុប្បន្នហ្នឹងមានអាមេរិកនៅវាក្រោយខ្នងប៉ុន្តែក្នុងភ្នែកផុសពិភពលោកគឺអ៊ីស្រាអែលមិនមែនជាប្រទេសមួយដែលត្រឹមត្រូវទេជាប្រទេសអមនុស្សធម៌អីជាដើមដូចគ្នាដែរហើយបើថៃបើកឆាកមុនណាប្រទេសខ្លួនឯងធំចេះចាញ់ខ្មែរ 100% មកនៅលើឆាកអន្តរជាតិអញ្ចឹងចុងបញ្ចប់ហ្នឹងត្រឡប់មកឃើញធ្វើចរិតដូចមេមន់ត្រេចុះត្រេឡើងដាក់គ្នាហ្នឹងតែបន្តិចទៀតហ្នឹងទៅជែកគ្នាវិញហើយត្រឡប់មកតុចរចាវិញហើយករណីហ្នឹងដូចគ្នាដែរនៅក្នុងនយោបាយក្នុងស្រុកដូចគ្នាចឹងប៉ុន្តែដើម្បីធ្វើម៉េចកុំឲ្យវាអាចចូលតុចរចាបានលុះត្រាតែវាមានលក្ខខណ្ឌនៃមួយចំនួនដែរទី1បន្ថយវោហារសាស្ត្រនយោបាយទាំងសងខាងណាការនិយាយរាយមាយទាំងខាងគណៈបកកណ្ដាលអំណាចហ្នឹងក៏ដោយអ្នកគ្រប់គ្រងគណៈបកកណ្ដាលអំណាចហ្នឹងក៏មិនណយដែរណាវោហារសាស្ត្រនោះជាពិសេសអ្នកដែលណាមានเพจអីមួយចំនួនហ្នឹងអូដូច្នេះហើយខ្ញុំថាវាអត់មានប្រយោជន៍អីដើម្បីធ្វើឲ្យជួយរួមចំណែកទេបើយើងឃើញមេដឹកនាំចេះតែជេរយើងនាំគ្នាជេរបដែរទៅយើងអត់នាំគ្នាផ្សះផ្សាផងយើងឃើញមេយើងហាយយើងនាំគ្នាហាយថែមហើយយើងហាយយើងស្រឡាញ់មេយើងគោរពតាមមេបើឃើញមេរៀងហាយហើយយើងជួយរួមតិចទៅអានោះបានសុខទាំងអស់គ្នាទេខ្ញុំមិនជឿថាឆ្លោះគ្នាហ្នឹងវាមានប្រយោជន៍ទេប៉ុន្តែអាចបានប្រកួតប្រជែងជាលក្ខណៈត្រឹមត្រូវនឹងយុទ្ធធម៌តាមរយៈការបោះឆ្នោតអាហ្នឹងមានចែងនៅក្នុងសន្និសីទទីក្រុងប៉ារីសឆ្នាំ91 PPA 91ឲ្យស្រេចបើនិយាយឃើញនយោបាយជ្រុលនិយមមួយចំនួនក៏ធ្លាប់និយាយដែរថាអូបោះឆ្នោតខ្ញុំនៅតែគ្រប់គ្រងការបោះឆ្នោតអញ្ចឹងប៉ុន្តែគាត់ថាលក្ខខណ្ឌខ្លះនៅក្នុងឆាកនយោបាយវាត្រូវមានเทคนิคវាត្រូវមានអីអាហ្នឹងថ្នាក់ដឹកនាំនយោបាយធ្វើណាបាទអរគុណច្រើនមែនទែនសម្រាប់បងប្អូនប្រហែលជា300នាក់ដែលកំពុងតែមើលខ្ញុំអនឡាញសូមអធិស្ឋានចំពោះកំហុសឆ្គងមួយចំនួនណាការប្រើប្រាស់ពាក្យខ្លះធៀបជាមួយនឹងការលេងបៀវាយទិញលេនវាយកតេអាហ្នឹងគ្រាន់តែជាវិធីសាស្ត្រនៅក្នុងការធ្វើម៉េចឲ្យបងប្អូនងាយយល់ទេមិនមានចេតនាលើកទឹកចិត្តឲ្យទៅលេងល្បែងស៊ីសងទេហើយណាទស្សនៈរបស់បងប្អូនដែលបញ្ចេញនៅលើ comment នៃមួយចំនួនហ្នឹងខ្ញុំក៏បានអានខ្លះខ្ញុំគោរពនៅទស្សនៈទាំងអស់នោះខ្ញុំគោរពនៅមតិផ្ទុយប៉ុន្តែខ្ញុំក៏មានមតិរបស់ខ្ញុំដែរអញ្ចឹងហើយយើងគោរពនៅភាពចម្រុះនៃមតិណាភាពចម្រុះនៃមតិប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺចំហនៅក្នុងការស្រឡាញ់ជាតិស្រឡាញ់ប្រទេសហ្នឹងគឺយើងមានដូចគ្នាយើងមានដូចគ្នាគោលបំណងរបស់យើងគឺមានដូចគ្នាប៉ុន្តែគ្រាន់តែយើងមាននិន្នាការទស្សនវិជ្ជាមនោគមវិជ្ជានយោបាយផ្សេងគ្នាតែប៉ុណ្ណោះអាហ្នឹងវាអត់មានបញ្ហាទេប៉ុន្តែគ្រាន់តែថាបើយើងនៅតែមានគោលដៅរួមចង់ឃើញជាតិយើងរីកចម្រើនចង់ឃើញជាតិយើងរស់នៅបានជុំគ្នា
nâng bong ôn này dây ấy có bán đây hỏi bài hai tê phần này bong ôn miền tu sân nạ thao ô còng bộ chăng nấu cào bột tê nâng trâu từ cầm chặt về tê o xong bị cha là lang vinh xong bị cha là mơ và bọt xa bị năm mình bạch mơ vui mơ tại chất sắp ba sắp năm trong còi ní cho mình đây khơi là bom na mua để cầm chặt bộ này để miền nơi cao tôi off bị lơ hàng đây ní tê tăng bị sầm mai dùng cung đi dùng mong lại cầm chặt bộ bao nhiêu vòn sợi bộ bao nhiêu vòn sợi là căn nằm nàyเราบานพวกในกลางช่วยโจลโจรกรองระบบลนนอลต่อมาเตี้ยพวกกลุ่มนี้แต่เมื่อตาพวกสไลด์นั่งวิมิตอดีตพลของกัมพูชีพวกกลุ่มนี้เมาส์สำหรับพวกปัญญาบอลสไลด์ออกปัญหาสมนุยสู้ถ้าออกเนี่ยเนี่ยมีมาเตะตัวนั่งรอไงเนี่ยสำหรับออกเนี่ยเนี่ยคล้วนสำได้คนไซน์เทียนประจับพีรอไงนั่งตามผมจัดพวกประชังนั่งตังปีชนำเก่าสับใบมาเมื่อไรอ๋อรีจีนิยมคนสิบแปดมวยปัญหาเนื้อตะมีเนี่ยรีจีนิยมจังกลอยมอซอมดังซีตามผมจับปุ๊บช่างเธอตกบกมันเด้งคลารถจอสรกจอเตะปัญหาอ๋อให้อัดมีนอ๋อใจนาเน่าจังให้ไปตุ่มจัดมันอ๋อได้เจ๊ขี้เหนียววิ่งเท่ากับบ้านปัญหาคันท้ามีนแหลกคันคลาตั้งนะถ้าดอกทอยมันจำเพี้ยนซ้ำมั้งช่างเชื่อถ้าลูกซอมดังซีจะมวยหนึ่งลูกคนทรายประเทศประสิทธิภาพจะบอลน้องมีนชาแนลแตะตองเนี่ยผมเชื่อบุกโกนเพราะว่าเราแตะตองเนี่ยจะมวยนึงนิยมรำใจคนมันนายหลายนึงนะโดยเฉพาะผมทำมีนตำแหน่งตำนองอายจะเจที่นี่เป็นคนทำเป็นตอนเราไปวิลีเป็นอะไรสำคัญเนี่ยโกนโตรต้องไปเสนอจองอเมริกาบังรูมจองอเมริกาจะเจปราบปรามนโยบายตามแบบซีวิไลนั่งยังจานาต่างออกเนี่ยเป็นประธานยังจองโยแต่มาชนะใบเตโยแต่มาบานยูบานเชียจราเจทำไมเอาจ่ามันจะนวลนั่งสบายจัดเต้นั่งปุยทั้งปัดไปหายเต้ชมนั่งก่อดูที่นี่ได้เคยนักขลานั่งเมาไม่โกมันเจฮุนไซน์เท่าฮุนไซน์เธอบาปนั่งไอ้เจออกได้ยังแต่เจรุ่นไอ้ต้องมีหมดเลยคนนี้เลยยองวีมันเจปัญหาเนี่ยบอกเอาเจนี่ก็มันเจรุ่นไอ้เท่าปัญหาบอกว่าเอาชมเจนั่งอ่ะซาเท่าสลบไม้น่ะเท่าติ๊กตะเลยังเท่ามีชน้ำเท่ามาดองนักสลบปัญหาเมาไปเนี่ยโอ้ดาวปรับเกเจ๊เนี่ยไปเมียนยังไปเมียนมันดึงมาจนนุ่นเราเมียนจะรักแบบนั่งอะไรนะให้ขอชี้เนี่ยได้ทูทีน้องสังคมกลายประเทศนั่นนะพวกกอดเมาตามไปยูไว้กอดเมียนออกการเมียนหลัดเพียบไอ้นะปัญหาเธอตามกอดหมอบเราสลายปัญหาจีได้บ้านได้เจนั่นก็กอดโฮบายบ้านนั่งกอดโฮบายบ้านให้กอดหรือแต่ยังเจคนซ้ายกอดโฮบายบ้านก็ได้ลุสุดปัญหาสู้ทางจีนดำนอสไลด์ไปอดนอสไลด์กันแต่เจนั่นก็อดนอสไลด์บ้านมองแต่ข้างกันนะปะไปจีจนก็ได้เจลูกซอมรังซีเพื่อนนอสไลด์เจยังเคยเจข้างซอมรังซีเจข้างประชังคุยกันเลียตัวนะปวดชังนั่นนึงก็เทียนไปเลยอย่าโจสลบมาจะนวลแต่เจที่นี่บอชนาอะไรสไลด์นึงอยู่ตัวจีจนการใส่กระไดต้องตามยาสำเร็จชนานะน่าเชื่อน่าจังดังไงจะให้ตัวอะไรไปโชว์บายตัวอะไรที่สานั่นคือต่อดอทอยเนี่ยเห็นปลายจุดสายที่มันดังได้ปีมนเมาส์คือปลายจุดสายชนะเราไปรวมตึกใดมวยขมายคอไหมพอแล้วว่าไอ้ไปรวมจะมวยกันนับแบบช่างบ้านนั่นคือเกี่ยวกับวัดสามมวยเตี้ยได้จ่าตุกให้ชมเรากรุบเราเวลาเพียบเนี่ยนโยบายทางปีรูปนึงตุกใบเจชมเป็นจัดไอ้ชมอันนั้นเรื่องตัวขลุ่นบอกชมปัญหาชมกระทาเนี่ยนโยบายทางปีรูปได้จำนายเปสเตอร์แต่มีชีวิตบอกขลุ่นน้องการเงินนโยบายสัตย์เนี่ยสลันเชียร์อีกนี่เด้มีนาคบอดเชียร์เด้เจ้าทีนี้เดี๋ยวนะมั้งแต่ว่าชุบเจ้าบ้านก็รอได้นะครับจังชมสมอนุญาตปันนังสมออกคนจุบุกาอยู่จะตุกด่าสำหรับชมโดยการพิจารณาป่ะสำหรับโดยการพิจารณาจังเจจังไอ้ก็เจบ้านน้องเพย์นั่งบ่าเจจ่อเจบ่าเจไฮโฮบายบ้านเจอย่างถ้าก็จีกายโจรวมจำนายไอ้บอมโอนมีสุขภาพรอได้บ่าเจชมเท่ากับโฮบายสรุปล้วนนั่นนะเจไฮทูปูเจจ่อปัญหาชมอดตรงเกอร์ดิยังบอกตรงเกอร์เรื่องจังๆอ๋อเนี่ยพิจารณาให้สมจูนโปบ่สมตัวเตียนหาบานช่างนั้นเนี่ยคลำตอนหกใบหรือก่อนเนี่ยคลำได้เรียบจอมโจลมเนยบ่สมตัวลมเนยบานสกอปสมออกคุณสมจะเรียบ